ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់វីដេអូថ្មីរបស់យើងអញ្ចឹងបន្ទាប់ពីយើងបានបង្កើតរួចរាល់មកសំណួរដែលខ្ញុំឃើញបងប្អូនយើងតែងតែសួរថាសួរក្នុងchannel ខ្ញុំមិនឬក៏ channel បងផ្សេងទេគឺធ្វើដូចម៉េចដើម្បីឲ្យកូនថៃយើងឆាប់ធំនិងមិនសូវងាប់អញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកកត្តាពីរយ៉ាងតពីវីដេអូមុនណាដែលវាជាកត្តាធំដែលនៅក្នុងដំណាក់កាលនៃការលូតលាស់របស់កូនថៃយើងណាគឺការផ្ដល់ចំណីនិងការផ្លាស់ប្ដូរទឹកកូនថៃយើងអញ្ចឹងកត្តាការផ្ដល់ចំណីកូនថៃនោះគឺកូនថៃអាយុចាប់ពី3ទៅ4ថ្ងៃបន្ទាប់ពីវាញាស់មកអញ្ចឹងចំណីដែលល្អបំផុតសម្រាប់កូនថៃយើងគឺចំណីរស់ដែលគេហៅថា live food ហ្នឹងដែលវាមិនដូចជាប៉ារ៉ាមេសៀមហ្នឹងចែកទឹកដែលគេភ្ញាស់ហ្នឹងគឺវាទូចហើយក៏ចែកទឹកយើងក៏បានដែរតែគាត់ថាកូនថៃយើងប្រហែលជាបានទេសម្រាប់មេចែកទឹកតែតបមកអាចែកទឹកហ្នឹងវានឹងមានញាស់កូនទូចមកទៀតអញ្ចឹងកូនថៃយើងអាចស៊ីបានដូចនៅក្នុងវីដេអូនេះអញ្ចឹងកូនថៃខ្ញុំអានេះវាអាយុខ្ទង់10ថ្ងៃហើយឃើញថាវាធំជាងចែកទឹកហើយខ្ញុំដាក់តែចែកទឹកហើយនឹងពងទាស្ងោរឲ្យវាស៊ីទេឃើញថាក្នុងហ្នឹងខ្ញុំដាក់ក្នុងហ្នឹងខ្ទង់20បាទជាងឃើញថាវារស់នៅវារស់បានទាំងអស់អញ្ចឹងគ្រាន់តែមានខ្លះរៀងធំជាងគេថាខ្លះរៀងនៅរៀងទូចតែឃើញថាវាសុខភាពល្អទាំងអស់ហើយករណីដែលយើងខ្វះចំណីរស់អញ្ចឹងណាយើងអាចផ្ដល់ឲ្យចំណីជាពងដូចនិយាយមិញអញ្ចឹងពងទាដែលយើងស្ងោរហើយយកក្រហមយកមកលាយទឹកទៅយើងកូរច្បាច់វាឲ្យវាម៉ត់អញ្ចឹងទៅយើងអាចបន្តឲ្យកូនថៃយើងស៊ីបដោះអសនបានអញ្ចឹងហើយនេះជារបៀបនៃការដាក់ចំណីរបស់ខ្ញុំយើងមានកូនស្ពាទូចមួយមកហើយនេះពងទាដែលយើងស្ងោរហើយហ្នឹងយើងបេះក្រហមបន្តិចមកយកមកដាក់ចូលទៅដាក់លាយទឹកតិចហើយយើងតបវាចោលវាចេញណាអញ្ចឹងបន្ទាប់ពីយើងតបវាមកទៅហើយយើងនេះដូចយើងប្រើមិនក៏បានតែខ្ញុំចូលចិត្តដាក់ដៃទៅវាស្រួលផ្ទាត់ទៅវាបានរៀងសប់អញ្ចឹងណាយើងបន្តចេះក៏បានឬក៏មួយទៀតយើងអាចផ្ទាត់ដើម្បីឲ្យពងទាហ្នឹងវារត់ទៅចាអញ្ចឹងទៅដើម្បីពងទាហ្នឹងវាមានចលនារត់អញ្ចឹងទៅក៏កូនថៃយើងវាចាប់អារម្មណ៍ដែរអញ្ចឹងយើងដាក់ពងទានេះយើងផ្ទាត់ឲ្យវាគ្រប់កន្លែងតិចទៅហើយក្នុងបរិមាណតិចតួចបានហើយព្រោះបើសិនជាយើងដាក់ច្រើនពេកវាអាចធ្វើឲ្យទឹកថៃយើងឆាប់ខូចអញ្ចឹងណាអានេះខ្ញុំថតពីរៀងឃើញថាពងទាហ្នឹងវាខ្លះវាធ្លាក់ចុះខខ្លះវានៅតែនៅលើតែវាមិនដែលបានយូរអាហ្នឹងអញ្ចឹងសម្រាប់កូនថៃយើងវាអាចដើរហែទៅហែមកវាអាចស៊ីបានហើយបន្ទាប់ពីកន្លះខែទៅយើងអាចសាកដូរចំណីដាក់ជាចំណីគ្រាប់ទូចអញ្ចឹងណាឲ្យរៀនស៊ីអញ្ចឹងទៅវាក៏ជួយកាត់បន្ថយការចំណាយនិងការទិញចែកទឹកដែរអញ្ចឹងចូលដល់ចំណុចទី2គឺការផ្លាស់ប្ដូរទឹកណាអញ្ចឹងសម្រាប់ខ្ញុំកូនថៃទីទូអញ្ចឹងខ្ញុំអត់ចាក់ទឹកចេញទាំងអស់ទេខ្ញុំប្រើតែពងទាទូចឬក៏អីដែលអាចបូមបានណាដូចក្នុងវីដេអូនេះអញ្ចឹងខ្ញុំមានពងសម្រាប់បឺតអាចថៃអញ្ចឹងយកអាហ្នឹងយកមកដើម្បីបឺតអាចថៃដែលនៅបាតអាងធម្មតា20ទៅ30% នៃទឹករបស់យើងបានហើយនេះជាសកម្មភាពនៃការបឺតរបស់ខ្ញុំបឺតយកតែអាចថៃកតិកាស្នល់នៅក្រោមអញ្ចឹងណាអាចខ្ទង់20% ទៅ30% នៃទឹក
ទាំងអស់ហ្នឹងហើយអញ្ចឹងបន្ទាប់ពីខ្ញុំបានបើអាចថៃអស់ច្រើនគួរសមហើយខ្ញុំចាប់ផ្ដើមបញ្ចូលទឹកថ្មីវិញណាអញ្ចឹងទឹកថ្មីដែលយើងបញ្ចូលហ្នឹងយើងពងទូចដូចគ្នាដើម្បីបូមទឹកបញ្ចូលវិញយើងបញ្ចូលតិចតិចទៅកុំឲ្យកូនត្រីយើងវាផ្អើលពេកអញ្ចឹងណាហើយទី2ក៏ដើម្បីឲ្យទឹកហ្នឹងវាលក្ខណៈថាសីតុណ្ហភាពទឹកកុំឲ្យវាប្រស៊ាំគ្នាកុំឲ្យកូនត្រីយើងមានបញ្ហាទៅលើសីតុណ្ហភាពហ្នឹងបើសិនជាទូទៅបើសិនយើងដូរទឹកក៏យើងត្រូវដាក់កូនត្រីយើងឲ្យវាប្រស៊ាំជាមួយទឹកដែរអញ្ចឹងនេះយើងបញ្ចូលទេយើងបញ្ចូលតិចតិចទៅសីតុណ្ហភាពវានឹងបញ្ចូលគ្នាអញ្ចឹងណាហើយចំណុចសំខាន់មួយទៀតនោះគឺកុំភ្លេចដាក់លឹកឆាតឬក៏លឹកចេកងាប់ដើម្បីឲ្យវាជួយកាត់បន្ថយនៅបាក់តេរីហើយធ្វើឲ្យបរិយាកាសនៃអាងទឹកកប់ធុងទឹកយើងហ្នឹងមានបរិយាកាសដូចធម្មជាតិអញ្ចឹងទៅត្រីយើងក៏វាអត់ stress មានសុខភាពល្អតាមនឹងដែរហើយរុក្ខជាតិទឹកហ្នឹងវាក៏ជួយស្រូបនៅជាតិពុលមួយចំនួនដែរចេញពីក្នុងទឹកយើងណាអញ្ចឹងវាល្អយើងសម្រាប់អ្នកដែលចិញ្ចឹមនៅក្រៅយើងអាចដាក់ស្រាយដាក់ចកអញ្ចឹងណាតែបើសិនជាខ្ញុំចំក្នុងផ្ទះខ្ញុំអាចដាក់ធំស្រាយតិចតួចឬជាមួយនឹងរុក្ខជាតិណាដែលវាស៊ាំនឹងវាអត់ត្រូវពលឺថ្ងៃក៏បានទឹកចូលគ្រប់ចំនួនវិញហើយឃើញថាត្រីយើងវាហែភិលហ្មងវាអត់មានបញ្ហាអីទេហើយខ្ញុំក៏បានដាក់ចំណីចូលបន្តិចណាឲ្យវាស៊ីថែមព្រោះឃើញថាត្រីយើងអត់ទាន់ស៊ីបាយស៊ីមិនទាន់ឆ្អែតអញ្ចឹងក៏ដាក់ចែកទឹកទៅដោយសារថ្ងៃហ្នឹងខ្ញុំបានទៅក្រៅខ្ញុំទិញចែកទឹកមកនិយាយទៅចែកទឹកហ្នឹងយើងអាចទិញពីក្រៅមកយើងអាចទុកបានធម្មរយៈពេល1ថ្ងៃទៅ2ថ្ងៃប៉ុណ្ណោះលើពីហ្នឹងវាងាប់អស់ហើយអញ្ចឹងនៅតែត្រូវការជាមួយពងទាអីព្រោះកន្លែងគេលក់ហ្នឹងវានៅឆ្ងាយពីផ្ទះហើយខ្ញុំកើតចែកទឹកថ្ងៃមុនហ្នឹងវាអត់បានជោគជ័យទេវាកើតដែរកើតតិចតួចអញ្ចឹងអត់គ្រប់គ្រាន់សម្រាប់កូនត្រីយើងអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការតាមដានទស្សនាហើយកុំភ្លេចជួយ Subscribe មួយផងបងដើម្បីទទួលបានវីដេអូថ្មីនៃការអាប់ដេតសម្រាប់ការចិញ្ចឹមត្រីខំរបស់ខ្ញុំអញ្ចឹងណាហើយក៏មានត្រីខំមួយចំនួនដែរបើសិនជាវាធំឡើងខ្ញុំនឹងអាច free ឲ្យបងអ្នកដែលបានមើលវីដេអូហ្នឹងបាទអរគុណជម្រាបលា